បន្តចាប់ផ្ដើមវីដេអូយើងអញ្ចឹងមានក្មេងស្ទៀវមួយក្រុមតែចូលចិត្តដើរលេងយប់ដើរវាយគ្នាជារៀងរាល់យប់ពួកនោះគ្មានអ្នកណាបដៅបានទេមិនសូវស្ដាប់ឪពុកម្ដាយទេតែមានបងមួយដែលឈ្មោះថាបងរ៉ាគាត់ជាកូនអ្នកដែលធូរធារហើយឪពុកគាត់គឺជាអ្នកដែលមានបុណ្យស័ក្តិផងដែរចឹងហើយគាត់ដើរលេងជាមួយបងប្រុសម្នាក់ទៀតឈ្មោះថាបងឌីតែក្រុមគាត់មានច្រើនតែខ្ញុំរំលឹកតែឈ្មោះតែ2នាក់ហ្នឹងទេតែ2នាក់ហ្នឹងគាត់នៅក្នុងសាច់រឿងគាត់ច្រើនជាងគេចឹងគាត់នាំគ្នាដើរលេងហើយពួកគាត់ក៏ដើរលេងជ្រុលរហូតដល់ម៉ោង2ហើយក៏ជិះម៉ូតូមកផ្ទះវិញតែសូមប្រាប់ថាគ្នាគាត់មានច្រើនខ្ទង់5ម៉ូតូ1ម៉ូតូអាច2នាក់ទៅ3នាក់ហើយត្រឡប់មកវិញម៉ោង2នោះក៏ជួបរឿងមួយស្មើម្ដងគឺខាងក្មេងស្ទៀវមួយខាងទៀតដែលស្កាក់ផ្លូវហើយគប់កំប៉ុងប៊ីយ៉ាដែលមិនទាន់កោះផឹកមកលើពួកគាត់យ៉ាងច្រើនហើយក៏ត្រូវចំខ្នងគ្នាគាត់ម្នាក់គឺចុកខ្លាំងមែនតើហើយគាត់ក៏បានជិះព្រោះទៅពួកគប់នោះមកសម្រាកមួយផ្លែដើម្បីមើលគ្នាតែរឿងនេះមិនទាន់ចាប់ទេស្រាប់តែមានក្មេងស្ទៀវមួយក្រុមទៀតជិះមកដូចគ្នាក៏ត្រូវពួកវាគប់ទៀតតែជ័យដល់ឲ្យគប់ក្មេងស្ទៀវពួកនោះមិនបានត្រូវទេអញ្ចឹងពួកក្មេងស្ទៀវនោះក៏ជិះបង្ហូរមកយ៉ាងលឿនគឺទៅរហូតតែម្ដងហើយក៏មានមួយកន្លែងទៀតដែលគប់ចឹងដូចគ្នាហើយក៏គប់ត្រូវនឹងខាងបរិះម្នាក់នោះចំកណ្ដាលមុខធ្វើឲ្យគាត់សន្លប់បាត់បង់ស្មារតីហើយដួលម៉ូតូអូសជាមួយនឹងខ្នល់ជារហូតជាង20ម៉ែត្រដូច្នេះហើយក្រុមបង្រើហើយបងដេក៏តក់ស្លុតយ៉ាងខ្លាំងហើយក៏នាំគ្នាជិះម៉ូតូទៅមើលតែសូមបញ្ជាក់ថាពួកក្មេងស្ទៀវដែលបានគប់នោះគឺបានរត់ទៅហើយព្រោះវាគប់ត្រូវម៉ូតូគេដួលអញ្ចឹងវារត់អស់វាលែងហ៊ាននៅអញ្ចឹងពួកបងឌីហើយបងរ៉ាក៏ទៅមើលក៏ទៅលើកបងរ៉ាក៏ទៅលើកបងមួយដែលដួលម៉ូតូដែលគេគប់ត្រូវកណ្ដាលមកដួលម៉ូតូអូសជា20ម៉ែត្រនោះព្រះអើយពិតជាមានរឿងដ៏ស្មានម្ដងមួយគឺបងរ៉ាក៏ស្លុតខ្លាំងណាស់គឺគាត់ញ័រដៃញ័រជើងអស់ពេលដែលទៅលើកបងមួយដែលដួលម៉ូតូនេះបងប្អូននឹងថាយ៉ាងម៉េចអត់គឺមុននឹងគាត់ដួលម៉ូតូនោះគាត់បានបាត់បង់ស្មារតីហើយពេលដួលក៏គ្មានដៃជើងណាទៅទប់ខ្លួនទប់អីណាហើយបងប្អូនគាត់ទៅលើកមើលស្រាប់តែមុខរបស់បរិះម្នាក់នោះដែលដួលម៉ូតូនោះអស់សាច់អលីងទៅហើយសូម្បីតែគ្រាប់ភ្នែកក៏ធ្លាក់ទីងណងមកខាងក្រៅបងរ៉ាគាត់ភ័យណាស់សឹងតែគាំងបេះដូងនៅនឹងកន្លែងគាត់ក៏រត់ហៅគ្នាដើម្បីឲ្យចាក់ចេញព្រោះគាត់ភ័យពេកក៏បានទម្លាក់សពនៅចុះវិញដែរអត់បាននំបន្តមើលទៀតទេគ្នាគាត់ក៏បានថាតោះយើងចេញសិនទៅមិនអាចនៅបានទេរឿងនេះធ្ងន់ធ្ងរហើយព្រោះមានមនុស្សស្លាប់តតែ2នាក់បន្ទាប់ពីគាត់មកដល់ផ្ទះគឺគាត់ភ័យណាស់តែបងឌីអត់បានដឹងរឿងអីទេព្រោះបងឌីគាត់អត់បានអ្នកទៅលើកតែបងរ៉ាទេគាត់ភ័យគាត់ជាអ្នកទៅលើកបងមួយដែលដួលម៉ូតូនោះហើយគាត់ក៏អត់បានប្រាប់បងឌីនិងមិត្តភក្តិផ្សេងៗដែរគឺគាត់ຕົកសិនតែគាត់ធ្វើអីមិនកើតហើយណាមួយគាត់មិនសូវត្រូវគ្នាមើលឪពុកម្ដាយគាត់ហ៊ានប្រាប់ទេអញ្ចឹងគាត់ក៏បបួលបងឌីទៅស្រោចទឹកស្រោចអីព្រោះគាត់ភ័យគាត់ថាគាត់ភ័យណាស់តែបងឌីប្រាប់ថាអូគាត់រវល់ណាស់ចាំមើលគាត់តនេចាំទៅបងរ៉ាគាត់ថាអត់អីទេចឹងចាំថ្ងៃណាតនេក៏បានដែរស្រាប់តែកន្លងបានតែ2-3ថ្ងៃក៏បងឌីតលេងបងរ៉ាគាត់ក៏ឆ្ងល់ចំគាត់ក៏សួរចំរ៉ាឯងមិនស្គាល់ម៉ែអត់ដេតពួនទេនៅផ្ទះធ្វើអីហ្នឹងនៅផ្ទះសោះសុំណាតែធាត់សុំណាតែញ៉ាំបានអីស្រាប់តែស្គាល់បែបនេះស្គាល់ខ្លាំងណាឯងកើតអីមែនបងរ៉ាក៏និយាយថាមែនមិនកើតអីទេក៏ប៉ុន្តែឯងចាំបានគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃមុននោះបងឌីថាគាត់ចាំបានតាហ្មិចមានរឿងអីមែនបងរ៉ាគាត់ថាមានគឺមាននឹងហើយគឺបងម្នាក់នោះមិនដឹងយ៉ាងម៉េចទេគឺតាមយើងរហូតយើងដេកអត់បានសោះចេះតែមកលងយើងមកធ្វើបាបយើងឆ្ងល់ណាស់យើងអត់ដឹងនិយាយថាម៉េចយើងពិបាកចិត្តណាស់តែមិនហ៊ានប្រាប់ប៉ាម៉ាក់ទេព្រោះយើងមិនសូវត្រូវគ្នាជាមួយប៉ាប្រាប់ទៅប៉ាថាខ្ញុំឈួតជាមិនខានចឹងបងឌីក៏ថាចំឯងអត់មានធ្វើអីផងគ្រាន់តែទៅលើកមើលសាកសពណាអ្វីក៏តាមឯងមានរឿងអ្វីផ្សេងមែនឯងចាប់ប្រាប់យើងមកយើងជួយបានចាំយើងជួយសម្លាញ់បងថាមិនមានអីទេចាំពេលណាតនេចាំយើងប្រាប់ឯងពេលនេះយើងអស់កម្លាំងណាយើងចង់គេង
ឌីក៏តបថាមិនអីទេគេយកសម្លាញ់តែខ្លួនផងប្រឯងស្គមណាស់យើងមិនចង់ឃើញសភាពឯងបែបនេះទេធ្លាប់តែឃើញឯងខ្លាំងខ្លាចឹងគ្នាទៅវិញហើយថែខ្លួនផងណាចាំមើលមួយថ្ងៃពីរទៀតចាំគ្នាមកលេងផ្សារទៀតកន្លងបានតែ2ថ្ងៃគាត់បងរាស្រាប់តែដេកលើកន្ទេលមិនអាចងើបរួចហើយម៉ាក់គាត់ក៏បានយកគាត់ទៅពេទ្យព្រោះឃើញគាត់ឈឺខ្លាំងក៏យកទៅពេទ្យហើយយកទៅពេទ្យថាគាត់អត់មានកើតអីទេមើលទៅគ្រាន់តែគាត់ហូបមិនបានហើយនឹងគាត់តែមិនសូវបានគេងទេគ្រាន់តែឲ្យគាត់ញ៉ាំហើយនឹងគេងគ្រប់គ្រាន់តែគឺសុខភាពគាត់នឹងមកធម្មតាវិញតែរឿងប៉ិតមិនមែនបែបនេះទេបងប្អូននៅពីក្រោយក្នុងរឿងនេះគឺមានរឿងដ៏អាក្រក់មួយដែលបងប្អូនមិនគួរឲ្យជឿសូម្បីតែខ្ញុំអ្នកសម្រាយក៏មិនគួរឲ្យជឿដែរបងប្អូនចឹងយើងចូលដល់វគ្គរន្ធត់យើងហើយគឺបងរាវគាត់បានទៅលើកសាកសពមួយនោះដែលដួលម៉ូតូនោះគាត់ក៏បានឃើញនៅទូរស័ព្ទរបស់បងនោះគឺជាទូរស័ព្ទដែលថ្មីហើយមានតម្លៃគួរសមដែរចឹងគាត់ក៏បានដកដាក់ក្នុងកប៉ាល់ហើយក៏បានបបួលគ្នាចេញទៅតាមពិតបងរាក៏បានយកទូរស័ព្ទរបស់បងដែលស្លាប់នោះចឹងហើយបងនោះក៏តាមរហូតតាមទាទូរស័ព្ទវិញពីបងរាតាមពី3ថ្ងៃតាមរហូតដល់គាត់អត់បានដេកអត់បានពួនហើយគាត់មិនហ៊ានប្រាប់ប៉ាម៉ាក់ទេព្រោះគាត់មិនត្រូវគ្នាជាមួយប៉ាតែប្រាប់ទៅប៉ានឹងជេរនឹងស្ដីនឹងបន្ទោសយ៉ាងខ្លាំងទៅលើគាត់ហើយរត់តែមិនហ៊ានប្រាប់បងឌីទេព្រោះអីគាត់ក៏ជាអ្នករៀងធូរធារដែរពុកម្ដាយមានបុណ្យស័ក្តិដែរយ៉ាងក៏មិនហ៊ានប្រាប់តែប្រឹងលាក់រហូតដល់គាត់ឈឺខ្លាំងបែបនេះហើយការឈឺនេះមិនមែនឈឺជំងឺទេបងប្អូនគឺខ្មោចនឹងកាច់គាត់មកយកគាត់តែម្ដងបានតែ5-6ថ្ងៃគាត់គឺគាត់ដេកដួលលើកន្ទើលមិនអាចងើបរួចទេបងប្អូនចឹងថ្ងៃមួយហ្នឹងបងឌីក៏មកមើលគាត់នៅពេទ្យដែរដល់ពេលប៉ាម៉ាក់គាត់ក៏រវល់ធ្វើការគាត់ផ្ញើឲ្យបងឌីជួយមើលបងរាថាជួយមើលបងរាឲ្យគាត់មួយថ្ងៃផងគឺមីងហើយនឹងពូគាត់រវល់ធ្វើការហើយបងឌីថាមិនអីទេខ្ញុំក៏តនេដែរថ្ងៃនេះចាំខ្ញុំជួយមើលមិនអីទេមីងពេលដែលប៉ាម៉ាក់បងរាចេញអស់បងឌីក៏សួរទៅបងរាថារាហើយកើតអី2ថ្ងៃមុនយើងមកលេងឯងគឺមិនឃើញមានបញ្ហាបងគ្រាន់តែរឿងស្លាក់ស្គមហើយនឹងខ្សោយតិចតួចហើយថ្ងៃនេះឯងធ្ងន់ធ្ងរមិនឯងប្រាយកត្រង់មកមានរឿងអីចឹងបងរាក៏គាត់អត់លាក់ដែរព្រោះមិត្តភក្តិស្និទ្ធគឺមានតែបងឌីទេដែលស្និទ្ធចឹងគាត់ក៏ប្រាប់ថាឌីគ្នាបានធ្វើខុសរឿងធ្ងន់ណាស់ឌីគ្នាមិនចង់ហ៊ានប្រាប់ឯងផងព្រោះខ្មាស់ឯងដឹងអត់កាលថ្ងៃដែលគ្នាតែលើកសាកសពបងម្នាក់ដែលដួលនោះគ្នាបានឃើញទូរស័ព្ទគាត់គ្នាក៏បានយកទូរស័ព្ទគាត់មកហ្នឹងស្រាប់តែវិញ្ញាណគាត់គឺតាមរហូតដល់ថ្នាក់ហ្នឹងឯងដល់យើងកើតចឹងឡើយយើងដឹងធ្វើមិនទេយើងចង់យកទូរស័ព្ទនោះទៅឲ្យក្រុមគ្រួសារគាត់វិញណាឯងជួយយើងបានអត់បងឌីថាមិនអីទេបើដោយសារទូរស័ព្ទនោះគឺឯងយកទូរស័ព្ទនោះមកឲ្យយើងមើលតិចមើលបងរាក៏យកឲ្យមើលបងប្អូនហើយទូរស័ព្ទនោះគឺអត់មានខូចអីទាំងអស់តែវាចម្លែកបងប្អូនគឺមានអារូបថតមួយដែលដួលម៉ូតូនោះគេថារូបមុខបងដែលធ្លាក់គ្រាប់ភ្នែកនោះគឺថតនៅជាប់កាមេរ៉ាតែម្ដងគឺលុបអត់ចេញទេបងរាក៏ថាគាត់លុបគាត់ start ម៉ាស៊ីនមិនក៏អត់ចេញគឺនៅជាប់នៅនឹងរហូតហើយទូរស័ព្ទនោះនៅថ្មីណាស់មើលទៅទៅទិញប្រើដូចអត់មើលទៅប្រហែលជាមិនបានមួយសប្តាហ៍ផងគឺថ្មីគឺស្អាតថ្មីដួលម៉ូតូនេះក៏អត់ប៉ះពាល់ដែរទូរស័ព្ទហ្នឹងគឺនៅល្អហើយបងរាយកមកគាត់ថាគាត់ start ម៉ាស៊ីនដូចថាលាងម៉ាស៊ីន2-3ដងហើយតែអត់បាត់រូបមួយស្លឹកនោះសោះគឺនៅជាប់ហើយគាត់ថាបងម្នាក់នោះមករកគាត់ម្ដងគឺធ្វើឲ្យគាត់ភ័យណាស់មកទាំងបាក់ដៃបាក់ជើងលឿនគ្រាប់ភ្នែកក្រៅផងហើយចូលមកខ្ញុំហើយនិយាយថាយកទូរស័ព្ទយើងវិញហើយយករបស់យើងធ្វើអីគឺគាត់ដេកដល់មកក៏ដេកមិនបានទេគឺមករហូតមកឌីថាអូរឿងនេះធ្ងន់ធ្ងរណាស់រាចាំមើលយើងតរំវិចគ្រួសារគេនឹងយកទូរស័ព្ទទៅជូនគ្រួសារគេវិញប្រហែលអាចនឹងរួចខ្លួនតែបងប្អូនមិនរួចខ្លួនទេបងប្អូនចឹងរហូតទៅដល់ពលល្ងាចចឹងឪពុកម្ដាយរបស់បងរាក៏ត្រឡប់មកវិញហើយយប់បងឌីក៏ទៅផ្ទះដែរហើយទៅពេលគាត់មកក៏ផ្លិចកាន់ទូរស័ព្ទនឹងមកទៀតចឹងហើយក៏ថាមកសិនចុះផ្លិចចាំស្អែកចាំទៅយកហើយកន្លងបានស្អែកមួយថ្ងៃទៀតគឺបងរាក៏ធ្ងន់មែនតើហើយគឺ
គឺខ្មោចនោះកាច់យកមែនតើម្ដងធ្វើឲ្យគាត់គឺខ្សោយមែនតើនិយាយក៏លែងកើតហើយឪពុកម្ដាយអត់ដឹងទេព្រោះអីបងរាគាត់អត់ប្រាប់ទេគាត់ស៊ូស្លាប់ទៅគាត់អត់និយាយប្រាប់ដែរអញ្ចឹងក៏បញ្ជូនមកតង់ទៅពេទ្យធំបងប្អូនអើយរឿងហេតុការណ៍ដ៏អាក្រក់នេះគឺអាក្រក់ខ្លាំងបំផុតជូនបងរាទៅពេទ្យគ្មានទេបងបានតែពាក់បណ្ដាផ្លូវគត់គឺឡានពេទ្យដែលជូនទៅនោះបានកលាប់ទៀតស្លាប់ទាំងអស់មួយឡានគឺគ្មានរស់សូម្បីតែម្នាក់សូម្បីឪពុកម្ដាយរបស់បងរាក៏ស្លាប់ដែរបងប្អូនហើយអាណោចអធមណាស់រឿងនេះគឺស្លាប់ទាំងអស់ដោយសារតែបងរាម្នាក់គាត់រពឹសណារពឹសឲ្យបងប្អូនគាត់ទៅយករបស់ខ្មោចរបស់ដែលបងដែលដួលម៉ូតូគាត់បានយកទូរស័ព្ទបងហ្នឹងណាបងយកប្រើហើយប្រើបានប្រើប៉ុន្មានទេបានតែ2 3ថ្ងៃហ្នឹងគឺខ្មោចនឹងមកតាមមកធ្វើបាបរហូតដល់គាត់បែបហ្នឹងស្លាប់ដោយតែឪពុកម្ដាយទៀតបងប្អូនអញ្ចឹងរឿងយកអញ្ចឹងខ្ញុំគ្រាន់តែមានរឿងនេះមានការអប់រំបន្តិចបន្តួចដែរគឺថារបស់សាកសពរបស់ខ្មោចគឺមិនគួរប៉ះពាល់ទេបងប្អូនទូរស័ព្ទនេះមើលទៅថ្មីផងបើសាកសពបងដែលស្លាប់នោះគាត់ទិញមិនទាន់បានប្រើប្រហែលផងស្រាប់តែគាត់មានបញ្ហាអញ្ចឹងទៅធ្វើគាត់ស្ដាយរបស់គាត់ហើយណាបងប្អូនគាត់មកតាមយករបស់គាត់ទៅវិញមកឌីលឺរឿងនេះគាត់ឈឺចាប់មែនតើគាត់ឈឺចាប់ណាស់គាត់ថាបងរាបើសិនជាគាត់និយាយប្រាប់ពុកដែរទៅវត្តទៅអីឲ្យបានត្រឹមត្រូវនោះប្រហែលជាអាចនឹងរួចខ្លួនបងឌីគាត់ថាក៏ខុសគាត់ដែរបងរាបានប្រមូលគាត់ទៅវត្តម្ដងនោះតែគាត់បានទៅតែបងឌីគាត់ថាធ្វើម៉េចបើរឿងនេះវាកើតឡើងមកលឿនពេកចឹងអត់ដឹងធ្វើម៉េចទេដល់ពេលដែលទៅកន្លែងគ្រោះថ្នាក់នោះខាងពលិវអត់ទៅធ្វើកសលវិច័យក៏ទទួលបានតែអីវ៉ាន់មកវិញហ្នឹងគឺក៏មានអាទូរស័ព្ទដែលបងរាយកពីសាកសពនោះក៏នៅដែរចឹងឌីឃើញទូរស័ព្ទនេះហើយក៏គាត់តែបានប្រាប់គ្រួសារខាងសាច់ញាតិរបស់បងឌីដែលនិយាយច្រឡំបងប្អូនគឺសាច់ញាតិខាងបងរាដែលមានគ្រោះថ្នាក់នោះគាត់ថាក៏សុំទូរស័ព្ទនេះមកព្រោះទូរស័ព្ទនេះជាមេបង្កហេតុបងប្អូនចឹងសាច់ញាតិខាងបងរាក៏អត់មានសួរច្រើនដែរបងឌីគាត់ចង់យកក៏យកដល់ព្រោះបញ្ហាធំនេះគឺធំខ្លាំងមែនតើដែរបងប្អូនធ្វើមកបាស្លាប់គ្រួសារក៏អត់មានពេលអវិវល់ជាមួយនឹងរឿងទូរស័ព្ទអីនោះទេគាត់ប្រឹងតែយកសាកសពទៅធ្វើបង្ខំប្រូរឿងវាធំណាស់បងប្អូនស្លាប់មួយគ្រួសារនោះមិនមែនធម្មតាមិនមែនតិចតួចទេណាបងប្អូនស្ដាប់ខ្ញុំនិយាយគឺថាវាធម្មតាព្រោះមិនមែនជាសាច់រឿងដែលកើតលើគ្រួសារបងប្អូនណាតែបើកើតលើបើកើតឡើងទៅលើគ្រួសារបងប្អូននឹងយល់ថាវាសោកសៅប៉ុណ្ណាបងប្អូនត្រូវបាត់មនុស្សភ្លាមពីលើផែនដីរហូតដល់3 4នាក់បងប្អូនគឺឈឺចាំណាស់តែធ្វើមកវាជាកំហុសយើងដែរបងប្អូនគិតថាយើងទៅយករបស់គេចង់បានរបស់គេវិញគេនិយាយថាណាមួយគេជាសាកសពផងគេធ្វើអ្វីក៏បានតែយើងមិនអាចតបដៃជាមួយគេបានណាបងប្អូនអត់នឹងធ្វើមិនទេអញ្ចឹងតបពីធ្វើបុណ្យចប់ធ្វើបុណ្យខាងគ្រួសារបងរាចប់បងឌីក៏ថាដែរគាត់បងរាក៏បានមកបញ្យល់សពគាត់បានម្ដងទៅ2 ដងដែរគឺបញ្យល់សពថាឲ្យបងរាឲ្យបងឌីនឹងជួយយកទូរស័ព្ទទៅឲ្យម្ចាស់គេវិញផងព្រោះគាត់ស្លាប់ទៅគាត់នៅអសុខទេយកសពទៅឲ្យម្ចាស់គេវិញទៅបានគាត់អាចនឹងទៅរៀងបានសុខវិញណាបងប្អូនចាំបងឌីគាត់ក៏អត់គិតច្រើនដែរគាត់ក៏ចាប់ផ្ដើមដើរស្វែងរកម្ចាស់ទូរស័ព្ទហើយមិនថាម្ចាស់ទូរស័ព្ទទេស្វែងរកក្រុមគ្រួសារម្ចាស់ទូរស័ព្ទនេះដើម្បីយកទូរស័ព្ទទៅឲ្យគេវិញបងប្អូនហើយគាត់អត់ដឹងផុសអីទេគាត់ឆែកទៅឆែកមកក៏បានឃើញនៅរូបមួយស្លឹកដែលជាប់ដែលថាលុបបញ្ចេញបងប្អូនថតទៅរូបមួយស្លឹកហ្នឹងផុសហើយគាត់ក៏បានដាក់ caption បានសរសេរថាហើយនឹងដាក់លេខទូរស័ព្ទគាត់ក៏បានសរសេរថាអើយបើបងប្អូនសាច់ញាតិខាងរូបនេះដែលបានស្លាប់បានឃើញនោះសូមជួយខលមកគាត់ផងព្រោះគាត់មានរបស់ឲ្យដែលជារបស់បងដែលស្លាប់នោះបងប្អូនអញ្ចឹងបានគាត់ផុសយ៉ាងបានតែ1ថ្ងៃ2ថ្ងៃទេក៏ខាងសាច់ញាតិគេបានតាក់ទងមកហើយក៏ណាត់កន្លែងជួបគ្នាបងប្អូនពេលជួបគ្នាក៏បាននិយាយគ្នាហើយខាងបងប្អូនសាច់ញាតិគេខាងបរមម្នាក់ដែលដួលម៉ូតូស្លាប់ខឹងណាស់ថាបងឌីនឹងយកទូរស័ព្ទកូនរបស់គាត់អីចឹងខឹងណាស់ចង់ប្តឹងប៉ូលីសចាប់ផងហើយផងតែបងឌីក៏និយាយថា
ឥឡូវថងចាប់ក៏ចាប់ទៅគាត់ឲ្យចាប់តែស្ដាប់សូមស្ដាប់គាត់និយាយហេតុផលទាំងអស់សិនបានអត់គេខឹងគេមិនចង់ស្ដាប់ទេប៉ុន្តែដែលបងគ្លឺបងឌីនិយាយបែបនេះចឹងគេក៏ព្រមស្ដាប់ដែរព្រោះខាងក៏ទៅខាងគ្រួសារខាងនោះមើលទៅដូចជាមានសិលធម៌អីល្អដែរណាបងប្អូនគាត់ចេះស្ដាប់ហេតុផលទាំងដែរចឹងក៏រកកន្លែងអង្គុយស្រួលបួលហើយកុំចាប់ដើមនិយាយបងឌីក៏និយាយថាពីទូរស័ព្ទនេះគាត់ថាបងឲ្យស្លាប់តែកូនម្នាក់ទេបងតែខាងក្រោយបងមិនដឹងអត់ពីក្រោយក្នុងរឿងទូរស័ព្ទមួយនេះគឺគេស្លាប់អស់មួយគ្រួសារណាបងប្អូនសោកសៅណាបងឌីនិយាយប្រាប់គ្រួសារខាងបងមួយដែលដួលម៉ូតូថាសោកសៅណាបងស្លាប់មួយគ្រួសារហើយខ្ញុំមិនមែននិយាយលេងទេគឺស្លាប់វាសារម្ចាស់ទូរស័ព្ទមួយនេះបងអញ្ចឹងទូរស័ព្ទនេះចាស់ទូរស័ព្ទនេះក៏បានតែកែរឿងធ្វើការទៅដល់បងរាតែរឿងនេះគឺកំហុសបងរាទេបងកំហុសបងរាដែលបានទៅយកទូរស័ព្ទរបស់បងដែលដួលម៉ូតូនេះបងអញ្ចឹងគឺបញ្ហាគឺច្រើនមែនតើតាំងពីបងរាក៏យកទូរស័ព្ទនេះទៅគឺខាងម្ចាស់ទូរស័ព្ទនេះទៅធ្វើបាបគាត់រហូតបានតែ3ទៅ4ថ្ងៃគាត់ក៏បានស្លាប់ហើយស្លាប់មិនស្លាប់តែគាត់ទេបងគាត់ស្លាប់ហើយយកដោយទាំងគ្រួសាររបស់គាត់ទៀតដែលអត់ដឹងអីសោះជូនគាត់ទៅពេទ្យស្រាប់តែក្លាប់ឡើងស្លាប់ទាំងគ្រួសារបងគឺពិបាកទទួលយកណារឿងមួយនេះបងហើយនេះទូរស័ព្ទខ្ញុំជូនបងវិញហើយបងក៏អាចចាប់ខ្ញុំបានអាចបន្ទោសខ្ញុំបានដែរបងដែលគិតថាខ្ញុំនេះជាអ្នកខុសទាំងស្រុងបែបហ្នឹងមុននឹងខ្ញុំយកទូរស័ព្ទមកគឺរ៉ាដែលបានស្លាប់ដោយសារយកទូរស័ព្ទនេះគាត់បានមកបញ្យល់សពខ្ញុំពីរដងដែរអញ្ចឹងខ្ញុំក៏ព្យាយាមរកម្ចាស់ទូរស័ព្ទដែលជាគ្រួសារម្ចាស់ទូរស័ព្ទហ្នឹងដើម្បីយកទូរស័ព្ទទៅជូនគាត់វិញបងខ្ញុំគ្មានបំណងអ្វីក្រៅពីនេះទេគឺបងរាគាត់បញ្យល់សពខ្ញុំឲ្យយកមកឲ្យខ្ញុំក៏បំពេញបំណងគាត់ដែរព្រោះគាត់បានស្លាប់ហើយក៏ជាមិត្តភក្តិដែលស្និទ្ធជាមួយខ្ញុំដែរណាបងអញ្ចឹងខាងបងដែលជាគ្រួសារម្ចាស់ទូរស័ព្ទគាត់ថាអូរឿងនេះធ្ងន់ធ្ងរណាស់បងដីទេបើកើតរឿងនេះមែនអញ្ចឹងចាត់ទុកថាស្មើគ្នាចោះព្រោះអីធ្វើមិនតែនិយាយពីប្រវត្តិទូរស័ព្ទនេះបងគឺបងខាងម្ចាស់សាគាត់និយាយប្រវត្តិទូរស័ព្ទដែលថាបងរាគាត់យកទៅគាត់និយាយប្រាប់ដែរថាប្រវត្តិទូរស័ព្ទនេះគឺធម្មតាទេគឺកូនខ្ញុំដែលបានដួលម៉ូតូស្លាប់នោះខ្ញុំនិយាយត្រង់គឺទូរស័ព្ទនេះគឺគាត់ទិញមិនទាន់បានមួយសប្តាហ៍ផងគឺមើលថាគាត់ស្រឡាញ់អង្គុយជូតអង្គុយថែរហូតហើយស្រាប់តែពេលមានបញ្ហាគាត់ដួលម៉ូតូស្លាប់ដែលអណោចអធមបែបនេះហើយក៏មានអ្នកយកទូរស័ព្ទទៅទៀតចឹងក៏ធ្វើឲ្យមានបញ្ហាធំណាស់មិនមែនតែបងទេខាងផ្ទះខ្ញុំក៏មានបញ្ហាខ្លះៗដែរគឺគាត់មកបញ្យល់សពមកបង្ហាញខ្លួនឲ្យឃើញស្ដាយគឺពិបាកទទួលយកណាខ្ញុំអាណិតកូនខ្ញុំមិនដឹងថាធ្វើម៉េចខ្ញុំក៏ចង់រកទូរស័ព្ទដែរព្រោះកូននោះវាមកគឺវារកតែទូរស័ព្ទវាទេបងវាមិនចង់បានអីទេបើគ្នាស្លាប់ទៅហើយនោះហើយខ្ញុំក៏អត់ដឹងធ្វើម៉េចតែបានបងយកមកវិញក៏ល្អដែរហើយខ្ញុំក៏អត់ដេញដោលចង់ប្តឹងផ្ដាល់អីដែរព្រោះរឿងវាធ្វើម៉េចខាងនោះក៏មានបញ្ហាខាងនេះក៏មានបញ្ហាទាំងអស់គ្នាចឹងទៅបងឌីស្ដាប់ហើយក៏អាណិតដែរខាងប្អូនដែលដួលម៉ូតូស្លាប់ធ្វើម៉េចទូរស័ព្ទគាត់ទិញមកមិនសមបានប្រើផងហើយបងរាក៏យករបស់គាត់ហើយគាត់ក៏មានបញ្ហាចឹងទៀតចឹងហើយក៏សម្រាប់ថារឿងនេះគឺឲ្យចប់ប៉ុណ្្នឹងចុះបញ្ហាក៏កើតមានទាំងអស់គ្នាចឹងក៏ដោះស្រាយគ្នាមិនដឹងរឿងបន្តទៀតមិនដឹងថាម៉េចទេបើគេរឿងគេផ្ញើឲ្យបានតែប៉ុណ្្នឹងទេបងប្អូនហើយរឿងនេះក៏ផ្ដាំដែរបងប្អូនក្មេងស្ទាវអត់ហើយរឿងដើរលេងយប់នេះសូមបងប្អូនស្ទាវស្ដាប់ហើយពិចារណាផងបងប្អូននេះជារឿងពិតណាមិនមែនលេងសើចទេណាយប់ឡើងម៉ោង1ម៉ោង2គឺគ្រោះថ្នាក់ណាបងប្អូនមើលមិនឃើញទេអ្នកផ្សេងគេចាំតែធ្វើបាបយើងទេបងប្អូនហើយផ្ដាំដល់អ្នកដែលឃើញមានអ្នកដួលម៉ូតូមានអ្នកស្លាប់សុំកុំតែយករបស់ពួកគាត់អីបងប្អូនក៏ដឹងដែរតែរបស់របរដែលនៅខ្លួនគេគឺគេស្រឡាញ់ហើយ
ព្រោះគេស្លាប់ក៏គេចង់យកទៅតាមដែរគឺសុំកុំយកអីប្រយ័ត្នមានបញ្ហាដោយគ្រួសារបង្រាណាបងប្អូនគឺរឿងនេះគឺអាណត្តិធម្មណាបងប្អូនស្ដាប់ទៅគឺធម្មតាទេតែបើកើតឡើងចំពោះអ្នកចិត្តខាងឬក៏សាច់ញាតិយើងគឺបងប្អូននឹងដឹងថាវាសោកសៅប៉ុណ្ណាសោកសៅណាបងប្អូនមួយគ្រួសារមិនមែនរឿងនិទានទេបងប្អូននេះជារឿងពិតណាបងប្អូនហើយក៏អស់ហើយរឿងនេះគឺមានតែប៉ុណ្្នេះទេចឹងសូមបងប្អូនជួយ Subscribe និងចុច Like ចុចសញ្ញាកណ្ដឹងផងបងប្អូនគឺនឹងបានវីដេអូល្អៗថ្មីៗពីខ្ញុំបាទសូមអរគុណច្រើនសូមជួយគាំទ្រផងណាបង